bà bong ôn mình đọ hôn san hôn mà này trình pi ẩm này tí nè bong ôn nâng lếp năm pul san thì phiệp ở bà cầm cua sa hôn chịu bắn tọt tiệt nợពេលនេះថៃទម្លាក់គ្រាប់បែកសម្រាប់បងប្អូនធ្វើបាបបងប្អូនពលរដ្ឋភៀសសឹកយ៉ាងតិច50,000នាក់ទៅហើយប៉ុន្តែក្រុមគ្រួសារហ៊ុនអត់ឲ្យខ្វល់ទេពីព្រោះគេមិនប្រើយន្តការអន្តរជាតិគេមិនពង្រឹងកម្លាំងកងទ័ពហើយមួយវិញទៀតគេអត់មានធ្វើអ្វីទាំងអស់ក្រៅតែពីដេកមើលគ្រាប់បែករបស់ថៃទម្លាក់លើក្បាលប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះហើយអ្វីដែលក្រុមប្រឹក្សាហ៊ុនកំពុងតែធ្វើគឺត្រឹមតែបញ្ឆេះឲ្យបងប្អូនស្អប់សកម្មភាពឈ្លានពានរបស់ថៃការដែលមិនចូលចិត្តឬថ្កោលទោសសកម្មភាពឈ្លានពានរបស់ថៃគឺជារឿងត្រឹមត្រូវប៉ុន្តែរឿងដែលត្រឹមត្រូវបំផុតដែលយើងត្រូវធ្វើគឺដំណោះស្រាយជាក់ស្ដែងដំណោះស្រាយជាក់ស្ដែងត្រូវតែរុញឲ្យក្រុមគ្រួសារហ៊ុននេះប្រើយន្តការអន្តរជាតិតែគេមិនប្រើបើមិនប្រើត្រូវតែដកក្រុមគ្រួសារហ៊ុនចេញពីអំណាចនេះជារឿងចាំបាច់ប្រយ័ត្នបងប្អូនចាប់ពីសង្គ្រាមនេះក្តីសំទោសក្នុងកលៈទេសៈសង្គ្រាមនេះក្តីចាប់ពីសង្គ្រាមនេះក្តីលេបថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតទៀតពីព្រោះចាប់ពីសង្គ្រាមនេះខ្ញុំបញ្ជាក់ហើយហ៊ុនសែនហ៊ុនម៉ាណែតនៅតែបោកប្រាស់បងប្អូនធ្វើបាបបងប្អូនធ្វើអក្រិតកម្មឆ្លងដែនបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាមគ្រឿងញៀនពេញប្រទេសការបោកប្រាស់បំណុលពេញប្រទេសដោះស្រាយមិនចេញទេដូច្នេះសូមបងប្អូនពិចារណាឲ្យច្បាស់បើបងប្អូននៅពឹងពាក់រដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះបើបងប្អូននៅចាញ់បោកថ្នាំពុលសន្តិភាពរបស់រដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះថ្នាំពុលសន្តិភាពនេះគឺឲ្យបងប្អូនលេបដើម្បីបិទមាត់បងប្អូនទេសំទោសណាថ្នាំពុលសន្តិភាពរបស់ក្រមគ្រួសារហ៊ុនគឺឲ្យបងប្អូនលេបដើម្បីឲ្យបងប្អូនបិទមាត់ហើយថៃទម្លាក់គ្រាប់បែកអីក៏ទម្លាក់ទៅកោលទោសតែថៃបានហើយកុំនិយាយអារឿងឲ្យហ៊ុនសែនហ៊ុនម៉ាណែតទៅប្តឹងបើហ៊ានអាណានិយាយហ៊ុនសែនហ៊ុនម៉ាណែតដើរសម្លុតទៀតថ្ងៃនេះដើរសម្លុតទៀតអានេះថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតនេះលេបទៅហើយបំណុលវ៉ាន់កគ្រឿងញៀនពេញប្រទេសអក្រិតកម្មឆ្លងដែនការឆោបោកការបង្ហូរជនជាតិវៀតណាមចូលការផ្ដាល់ដីសម្បត្តិឲ្យវៀតណាមការបំពេញមហិច្ឆតាឈ្លានពានរបស់វៀតណាមការបង្ហូរនៅទំនិញខុសច្បាប់របស់វៀតណាម40នាទីស្លាប់ប្រជាពលរដ្ឋខ្មែរដោយជំងឺមហារីក40នាទីស្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់ដោយជំងឺមហារីកបងប្អូនណានឹងគឺថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតនេះបងប្អូននិយាយអ្វីមិនបានទេគ្មានទេការបោះឆ្នោតត្រឹមត្រូវគ្មានទេសិទ្ធិសេរីភាពបញ្ចេញមតិរបស់បងប្អូនហើយអ្នកណានិយាយអំពីការបង្រួបបង្រួមជាតិទៅកើតនោះបងប្អូនថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតគឺជាថ្នាំពុលដែលបំភាន់នៅពាក្យបង្រួបបង្រួមជាតិគេនាំគ្នាហោហែសម្បើមណាបង្រួបបង្រួមជាតិប៉ុន្តែពីម្សិលមិញទៅតែកាត់ទោសឲ្យសកម្មជនគណៈបកកម្លាំងជាតិម្នាក់ប្រជាពលរដ្ឋដែលជាជាងកាត់សក់ម្នាក់ហើយនឹងប្រធានគណៈបកមួយថ្មីថ្មោងនៅប្រទេសកម្ពុជាដែលជាប់គុកដោយសារតែការបញ្ចេញមតិហើយតាមរយៈមេធាវីលោកសុកសំអឿនមានប្រសាសន៍ថាការដែលជាការអត្ថាធិប្បាយរបស់ប្រធានបកនោះគ្រាន់តែជាការរាយការណ៍ពីសមរភូមិប្រយុទ្ធតែប៉ុណ្ណោះមិនមែនជាការញុះញង់ទេប៉ុន្តែគេដាក់គុក2ឆ្នាំតើបង្រួបបង្រួមជាតិដោយវិធីណាគេនិយាយអ្វីមិនបានផងនោះគេនិយាយថាថៃមកទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាទម្លាក់ដល់ទីនេះដល់ទីនោះក៏អត់បានដែរឥឡូវហ្នឹងថៃទម្លាក់គ្រាប់បែកហើយគ្រាន់តែសុំឲ្យហ៊ុនសែនហ៊ុនម៉ាណែតប្តឹងថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតទៅបំបត្តិមាត់បាទដូច្នេះបងប្អូនណាប្រយ័ត្នឲ្យមែនទេណាគ្មាននរណាបង្រួបបង្រួមជាតិដោយធ្វើបាបអ្នកដទៃនោះទេគ្មានទេបងប្អូន
រដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះណាបោកបងប្អូនម្ដងហើយម្ដងទៀតជាពិសេសខ្ញុំសួរបងប្អូនមួយចំនួនដែលនិយាយថាកលៈទេសៈនេះត្រូវការបង្រួបបង្រួមជាតិត្រូវកលៈទេសៈហ្នឹងត្រូវការបង្រួបបង្រួមជាតិប៉ុន្តែបងប្អូនមើលតើហ៊ុនសែនហ៊ុនម៉ាណែតបានធ្វើឬក៏អនុវត្តនៅបែបបទដែលអាចបង្រួបបង្រួមជាតិបានឬនៅថៃទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាធ្វើបាបប្រជាពលរដ្ឋខ្មែរហ៊ុនសែនហ៊ុនម៉ាណែតនៅតែមិនបណ្ដាក់ដៃឡើយក្នុងការចាប់សកម្មជនចាប់អ្នកនយោបាយដាក់គុកកាត់ទោសអ្នកនយោបាយតើបង្រួបបង្រួមជាតិជាមួយនរណាអ្វីដែលហ៊ុនសែនហ៊ុនម៉ាណែតធ្វើជាការបង្រួបបង្រួមជាតិទេហើយនៅពេលដែលបងប្អូននិយាយពាក្យបង្រួបបង្រួមជាតិដោយមិនចង្អុលឲ្យហ៊ុនសែននិងហ៊ុនម៉ាណែតនេះចេះនិយាយជាមួយបកផ្សេងទៀតឲ្យហ៊ុនសែននិងហ៊ុនម៉ាណែតនេះដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយតើបង្រួបបង្រួមជាតិដោយវិធីណាបងប្អូននយោបាយបង្រួបបង្រួមនឹងផ្សះផ្សាជាតិគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយបងប្អូនទៅមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមើលអានោះហើយជានយោបាយបង្រួបបង្រួមជាតិដើម្បីដល់ការបោះឆ្នោតឆ្នាំ1993មុននឹងអ៊ុនតាក់គេមកគ្រប់គ្រងគេដោះលែងអ្នកទោសនយោបាយដោះលែងអ្នកទោសមនសិការអីទាំងអស់ប្រជាពលរដ្ឋគេអត់ប្រកាន់ទេគេដោះលែងទាំងអស់រួចទៅរៀបចំការបោះឆ្នោតអាហ្នឹងបានបង្រួបបង្រួមជាតិចុះឥឡូវហ៊ុនសែនហ៊ុនម៉ាណែតថៃកំពុងតែទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាប៉ុន្តែហ៊ុនសែនហ៊ុនម៉ាណែតនៅតែបន្តចាប់សកម្មជនចាប់អ្នកនយោបាយដាក់គុកហើយសពថ្ងៃណារដ្ឋអំណាចរបស់ហ៊ុនសែនហ៊ុនម៉ាណែតណាពួករាជការដែលបំរើហ៊ុនសែនហ៊ុនម៉ាណែតណាសុំទោសមិនមែនរាជការទាំងអស់ទេមួយចំនួនទេដែលដាច់ក្តាល់ដាច់កតុយជាមួយហ៊ុនសែនហ៊ុនម៉ាណែតនោះទៅសម្លុតប្រជាពលរដ្ឋមិនឲ្យនិយាយអំពីស្ថានភាពដែលថៃវាយចូលកម្ពុជាទៀតអ្នកណាហ៊ាននិយាយក៏ចាប់ដាក់គុកទៀតឥឡូវហ្នឹងសួរថាស្ថានភាពបែបហ្នឹងតើបង្រួបបង្រួមជាតិយ៉ាងម៉េចទេដូច្នេះកុំចាញ់បោកថ្នាំពុលបង្រួបបង្រួមជាតិរបស់ហ៊ុនសែនហ៊ុនម៉ាណែតថ្នាំពុលផ្សះផ្សាជាតិរបស់ហ៊ុនសែនហ៊ុនម៉ាណែតថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតណាបើបងប្អូនចាញ់បោករបៀបហ្នឹងគឺរលាយប្រទេសហើយពួកនេះសូត្រឲ្យតែល្អមើលទេពួកនេះដើរក្បួននៅក្នុងស្រុកខ្មែរឲ្យតែល្អមើលទេថតរូបយកទៅផ្សាយទេប៉ុន្តែពួកនេះអត់ធ្វើការបង្រួបបង្រួមជាតិដោយផ្ទាល់ទេ